តំបន់សម្ងាត់របស់ស្ត្រីតើគួរលាងសម្អាតទឹកអនាម័យអត់ហើយបើលាងធ្វើឲ្យរលាកទ្វារវាអត់អញ្ចឹងមានបងស្ត្រីជាច្រើនកំពុងតែស្វែងរកចម្លើយទៅលើបញ្ហាចំណុចនេះតែម្ដងហើយមិនទាន់ដឹងច្បាស់អញ្ចឹងបងស្ត្រីទៅលើតំបន់ទ្វារមានស្ត្រីមានបាក់តេរីល្អហើយបាក់តេរីល្អនេះនៅពេលដែលចុះខ្សោយនៅពេលដែលមានការវាយលុកជាមួយនឹងពពួកមេរោគបាក់តេរីដូចជាការប្រើប្រាស់ជាមួយនឹងជាតិកាត់នៅតំបន់ទ្វារមានតាក់ទងvớiការលាងសម្អាតជាមួយនឹងសាប៊ូអនាម័យខ្លាំងពេកហើយនឹងការឆ្លងជាមួយនឹងការប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយនឹងអ្នកជំងឺក៏ដូចជាតាក់ទងជាមួយការឆ្លងរោគកំឡុងពេលរូបភេទអញ្ចឹងត្រង់ចំណុចនេះបើសិនជាបងប្អូនមានទឹកអនាម័យដែលមិនមានជាតិកាត់បងប្អូនលាងសម្អាតចុះគឺល្អមែនទែនអញ្ចឹងក្នុងមួយសប្តាហ៍លាងបាន3ទៅ4ដងអញ្ចឹងនៅពេលដែលបងប្អូនលាងហើយគឺវាជួយឲ្យបងប្អូនមិនមានក្លិនមិនមានការរមាស់មិនមានការឡើងកន្ទួលក្រហមអីទេតែបើសិនជាបងប្អូនជ្រើសរើសទឹកអនាម័យខុសធ្វើឲ្យតំបន់ទ្វារមានទៅជាឡើងក្រហមទៅជាបាត់បង់បាក់តេរីល្អកាន់តែច្រើនធ្វើឲ្យទ្វារមានយើងស្ងួតហើយធ្វើឲ្យទ្វារមានស្ត្រីគឺមានការឡើងកន្ទួលក្រហមមែនទែនអញ្ចឹងបើសិនជាបងប្អូនកំពុងតែប្រើប្រាស់ទឹកអនាម័យដែលកំពុងតែមានការប្រតិកម្មដូចជាចាប់ផ្ដើមមានការឡើងកន្ទួលមានការឡើងក្រហមមានការឡើងរមាស់ឬក៏មានការស្ងួតខុសប្លែកបងប្អូនត្រូវតែផ្អាកហើយជ្រើសរើសទឹកអនាម័យណាដែលសមស្របនៅតំបន់ទ្វារមានផងដែរអញ្ចឹងបងស្ត្រីដែលគាត់ចង់ដឹងប្រធានបទអ្វីទៀតខមមិនខាងក្រោមនេះបាន